Oppo Reno 8T បាទជំរាបសួរសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះសូមជូនវីដេអូមួយអំពីបាទការជួសជុលបាទទូរស័ព្ទ Oppo Reno 8T បាទទូរស័ព្ទនេះវាបញ្ហាសាកអត់ចូលដោតសាកទៅស្ងាត់ជ្រាបបាទដោតទៅគឺគ្មានសញ្ញាអីទាំងអស់បាទដោតទៅគឺដូចយើងអត់បានដោតអញ្ចឹងបាទដោតភ្លុចទៅស្ងាត់ជ្រាបបាទអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងមកធ្វើការវាស់វែងពិនិត្យមើលឆ្វេងស្ដាំដើម្បីឲ្យដឹងតម្រុយខ្លះឈានទៅដល់ការជួសជុលបាទអញ្ចឹងនេះគឺជាបតរបស់វាហើយបាទយើងដោះមកឃើញប៉ុណ្ណឹងអញ្ចឹងយើងមុននឹងជួសជុលគឺយើងត្រូវមើលពិនិត្យមើលសិនហើយយើងមើលសីមាមើលអីយើងទៅអានេះជាប្លុករបស់វាប្លុកសាកបាទប្លុកសាកវាយើងមាន Boneo នេះយើងមើលបានដើម្បីយើងដឹងតម្រុយពីវាខ្លះអញ្ចឹងយើងជាទូទៅដោតសាកស្ងាត់គឺយើងមើលអានេះឯង USB បាទ 5V USB បាទយើងមើលអានឹងមុនគេព្រោះដោតទៅវាអត់មានសញ្ញាអីសោះបាទអញ្ចឹងមកដល់ដំណាក់កាលនេះគឺយើងត្រូវឆែកភ្លើងមុនគេបាទឆែកភ្លើងមុនគេគឺយើងចង់ដឹងថាភ្លើងវាចូលពីគូបសាកនេះរត់ចូលទៅតាមស្នាប់នេះចូលដល់បតក្អត់ព្រោះអីយើងមើលនៅក្នុងសីមាគេប្រាប់ថា 5V USB bus USB នេះវាចូលមកកន្លែងនេះយើងអាចវាស់តំណឹងបានចឹងយើងឆែកមើលតាមដំណាក់កាលមួយចឹងទៅបាទវាស់វែងតាមជាក់ស្ដែងនេះជា test point សម្រាប់យើងវាស់បាទអញ្ចឹងបងប្អូនអាចអនុវត្តតាមបើសិនជាមានម៉ាកហ្នឹងឬក៏ model ហ្នឹងខូចចឹងដែរបាទយើងអនុវត្តទាំងអស់គ្នាសាកល្បងដើម្បីដោះស្រាយបាទបញ្ហានោះកន្លែងនេះគឺខ្ញុំដោតឆ្នាំងសាក់ឲ្យខ្ញុំវាស់វ៉លមើលបាទវាស់ភ្លើងណាបាទវាស់វ៉លហ្នឹងមើលចង់ដឹងវាមាន 5V មកចូលដល់នេះអត់កន្លែងលោកគូបសាក់មានបញ្ហាអីដែរចឹងទៅបាទទូរស័ព្ទនេះខ្ញុំវាស់កន្លែងនេះអត់មានទេបាទ 5V ចេញពីនេះពីជើងសាកនេះមកហើយខ្ញុំក៏អត់អស់ចិត្តខ្ញុំឆ្កឹះស្នាប់នឹងចេញដល់ឆ្កឹះស្នាប់ចេញវាបានវ៉លអញ្ចឹងបានន័យថាពេលដែលយើងកឹបស្នាប់វាគប់ធ្វើឲ្យបាត់វ៉លនេះឃើញទេចំណុចនេះគឺជាចំណុចបាទចម្លែកមួយដែរព្រោះដោតឆ្នាំងសាកចូលទៅវាបែរជាអត់មានវ៉លឆ្កឹះស្នាប់នេះចេញបាត់វ៉លមានវ៉លធម្មតាអញ្ចឹងកឹបវាវិញបាត់វ៉លវិញអញ្ចឹងបានន័យថាអាចនឹងគប់ផ្នែកណាមួយអញ្ចឹងយើងមើលដល់ខាងលើនេះវិញយើងវាស់ត្រឹមស្នាប់នេះចង់ដឹងថាខ្លៃលោខ្សែនេះមានបញ្ហាអានេះដំណាក់កាលយើងត្រូវតេស្តមកដំណាក់កាលទៅមកដំណាក់កាលណាបាទយើងវាស់លើស្នាប់ខ្សែនេះបាទខ្សែចម្លង 5V USB ដែលយើងមើលក្នុងសីមាមិញហ្នឹងឃើញថាវាមានមិញណា 5V មានដល់ពេលយើងកឹបចូលបតលែងមានឃើញទេចូលលេងមានអញ្ចឹងបញ្ហាប៉ុណ្ណឹងយើងអាចដឹងថាវាប្រកាសជាមកពីម៉ាស៊ីនហើយមិនមកពីគ្រឿងក្រៅទាំងអស់ហ្នឹងទេយើងក៏ឆ្លោះ microscope មើលបន្តិចតួចទៅឃើញថាវាចង់គប់ឆេះដែរប៉ុន្តែអត់អីទេវារៀងអលួយតិចតួចវាគ្រាន់តែវាថាវាគប់ពីម៉ាស៊ីនមកអញ្ចឹងទៅធ្វើឲ្យវាក្តៅវាអាចអលួយតិចតួចប៉ុន្តែយើងមើលភ្នែកទេមើលមិនចង់ឃើញទេបាទតែយើងដាក់ microscope បានមើលឃើញបាទអញ្ចឹងវាមើលទៅដូចជាមិនជាបញ្ហាអីចោតលើស្នាប់ហ្នឹងទេអញ្ចឹងអាចបញ្ហាម៉ាស៊ីនបាទបញ្ហាម៉ាស៊ីនយើងដោះម៉ាស៊ីនចេញមកធ្វើការកាត់ប៉ាងកន្លែងម្លុកសាកហ្នឹងដើម្បីពិនិត្យមើលវាបាទនេះម្លុកសាកនេះបាទពិនិត្យមើលវាហើយបន្ទាប់ពីយើងកាត់ប៉ាងមកក៏ឃើញថាវាបានផ្ទុះបាទយ៉ូតបាទនេះគេហៅយ៉ូតបាទយ៉ូតជំរុញភ្លើងឲ្យសាកបានលឿនអញ្ចឹងណាបាទយ៉ូតនេះបើអត់ដាក់ក៏បានដែរបើនៅសាកទៅវាមិនលឿនខ្លាំងបាទអញ្ចឹងEC សាក EC អីគឺគ្មានបញ្ហាទេប៉ុន្តែយើងបរិបមើលទៅឃើញឆេះតែយ៉ូតមកក្រក់មិនទេបាទ D2W22 នេះបាទវាឆេះផ្ទុះឆេះហើយបាទផ្ទុះឆេះខ្លោចឃើញសញ្ញាឆេះបាទខ្លោចអស់ប៉ុណ្ណឹងយើងដឹងថាវាខូចបាត់ហើយបាទតែអាយុនេះវាជួយទប់ភ្លើងល្អរបស់វាដែរព្រោះអីពេលណាដែលវាផ្ទុះឆេះអញ្ចឹងយើងដោតសាកទៅវាអត់មានសញ្ញាវ៉លចូលទេវាបិទវ៉លអត់ឲ្យចូលទេដាច់វ៉លឆឹងហ្មងអញ្ចឹងវាមានតម្រូវអីផ្សេងក្រៅពីយើងផ្លុំវាលើកចេញដើម្បីផ្លាស់ប្ដូរថ្មីទេព្រោះយើងឃើញនឹងភ្នែកចឹងហើយយើងបានវាស់មកផ្នែកទៅឃើញថាវាឃើញតែវាបាត់វ៉លមែនដោយសារតែវាធាក់ចេញវិញ0វ៉លតែម្ដងអញ្ចឹងហើយវាចេះស្ដែងយើងឃើញវាផ្ទុះឆេះអញ្ចឹងហើយយើងមានតែដូរវាសាក់មើលបាទបដូរថ្មីមកគ្រាប់ទៅយកនេះវាមកទៀមមកខាងមកខាងទៀតរុញក្បាលវារុញភ្លើងចេញទៅវិញបាទ 5V បាទយើងយកពីអា 5V ដូចគ្នាហើយយកសាកដូចគ្នាមកដាក់បានហើយជើងវាត្រូវគ្នាទៀតដាក់បានអត់អីទេយកពីម៉ាកណាផ្សេងមកអានេះ Oppo អញ្ចឹងយើងយកពី Vivo Realme ក៏បានឲ្យតែវា GC ដូចគ្នាហ្នឹងបាទហើយលេខវាខុសគ្នាតិចតួចក៏បានដែរបាទផ្លុំផែតអញ្ចឹងមកវាចូលហើយបាទចូលហើយយើងអាចដាក់តេស្តបានចង់នឹងអ៊ុតមើលថាវាបានសុបឬក៏បានសៀងបាទអញ្ចឹងកន្លែងនេះយើងបើកវាទៅឃើញថាឆាច់បាទខ្វាច់មកវាមកចេញធម្មតាទេយើងដោតសាកភ្លុចបាទយើងចាំអ៊ុតទាំងអស់គ្នាថា
bà súp rồi có xiên mà mưa tới khơi nhà xôn trên muối dương riêng đi tới giấy bà mà tủ láng lốt trên pi chạch xốn ok bà lôi sọt bà này khơi phần này dương chiến khơi phần này máu đang ta bạ sọt đời bà chẳng bánh hà bà dương tụi bạn đọc xài rụi hai Oppo Reno 7T bà này chụp lụt mà cái nhé chẳng nó sẽ khi mình tập phần năng tế bà dương chạch bà ekran máu viên nâng lẹ ampere từ mùi chạch chiếng bà dương slip mà flat viên nâng lang pi chạch xôn bà dương chẳng bà này thà phải xạ lươn hòm A bánh hai chẳng video nhưng còn một lần thì mình cho phải đại bà xôm mọc côn xôm chùm rịp lia dương nâng chụp kiaនៅ video ក្រោយៗទៀតបាទសូមអរគុណ